សូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅពេលនេះសូមអញ្ជើញទស្សនាការផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថដូចតទៅពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិដល់នាយរងអាវុធហត្ថផែនការងារប្រតិបត្តិការព្រឹកថ្ងៃទី20 ខែឧសភាឆ្នាំ2016នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរៀបចំពិធីបំពាក់ឋានន្តរស័ក្តិដល់នាយរងវិរៈស្នាតូចយានយន្តកិត្តិយស32រូបនិងប្រគល់សេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខងារចំនួន13រូបកងអន្តរាគមកងរាជអាវុធហត្ថលើផ្ទៃប្រទេសបំពាក់ឋានន្តរស័ក្តិ29រូបនិងផ្លាស់ប្តូរមុខងារចំនួន11រូបក្រុមអធិបតីភាពអាយដាមម្ដុំស្នេហ៍តូសាន់មុនធឿននាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងនៅខ្ពង់ខ្ពស់អាយដាមនាយដាមស្នេហ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងមានការចូលរួមពីនាយការិយាល័យនាយរងអាវុធហត្ថជាច្រើនរូបទៀតបន្ទាប់ពីលោកវិរៈស្នេហ៍ឯកព្រំចន្ទរទ្ធីនាយរងការិយាល័យបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឡើងអានសេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខងាររបស់អគ្គបញ្ជាការរួចមកអាយដាមម្ដុំស្នេហ៍តូសាន់មុនធឿនបានមានប្រសាសន៍ថានាយរងនឹងពលអាវុធហត្ថទាំងអស់ក្រោយពីទទួលបានឋានន្តរស័ក្តិសេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខងាររួចមកត្រូវតែបង្កើនប្រសិទ្ធភាពការងារនិងគុណភាពធ្វើការងារនាំគ្នាពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងនិងសហប្រតិបត្តិការល្អជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងការបំពេញតួនាទីភារកិច្ចបន្តពង្រឹងការគោរពវិន័យរបស់កងទ័ពច្បាប់ក្រមសីលធម៌បទដ្ឋានសិទ្ធិមនុស្សនិងបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅក្នុងឱកាសនោះដែរអាយដាមក៏បានធ្វើការផ្សព្វផ្សាយអំពីសភាពការថ្មីនឹងណែនាំការងាររៀបចំកម្លាំងចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅពេលខាងមុខនេះបន្ទាប់មកអាយដាមក៏បានប្រគល់ជូនសេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខងាររបស់អគ្គបញ្ជាការនិងបំពាក់ឋានន្តរស័ក្តិដល់នាយរងអាវុធហត្ថថែមទៀតផងព័ត៌មានកងរាជអាវុធហត្ថដែលប្រិយមិត្តទូរទស្សនិកជនទើបតែបានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ